ចាជាដំបូងនាងខ្ញុំសូមណែនាំឈ្មោះរបស់នាងខ្ញុំគឺសាស្ត្រាចារ្យកែសម្បត្តិនីតាដែលសប្តាហ៍នេះខ្ញុំជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចចាដែលនាងខ្ញុំមានអតីតភាពបង្រៀនរយៈពេល20ឆ្នាំជាងហើយខ្ញុំចង់លើកពីបញ្ហាប្រឈមខ្លះៗដែលកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ននាងខ្ញុំចង់សួរទៅអាណាព្យាបាលរបស់បងប្អូននិស្សិតធ្លាប់មានបញ្ហាក្តីព្រួយបារម្ភអំពីកូនខ្លាចមិនដល់គោលដៅទេទី1ទី2ខ្ញុំចង់និយាយអំពីបញ្ហាប្រឈមរបស់បងប្អូននិស្សិតដែលកំពុងតែបន្តការសិក្សានៅមហាវិទ្យាល័យទី3ខ្ញុំចង់លើកពីបញ្ហាជីវិតខ្ញុំផ្ទាល់ខ្លួនឯងដែលជោគជ័យបច្ចុប្បន្នដោយពុំមានការលើកទឹកចិត្តពីបុគ្គលណាម្នាក់ចាទីបន្ទាប់នេះខ្ញុំចង់លើកពីបញ្ហាកត្តាអាណាព្យាបាលដែលក្តីព្រួយបារម្ភរបស់គាត់ចែកចេញជាពីរទី1អាណាព្យាបាលដែលមានថវិកាធូរធារនិងមួយទៀតអាណាព្យាបាលដែលគាត់មានថវិកាពុំសូវធូរធារអញ្ចឹងក្តីបារម្ភរបស់អាណាព្យាបាលដែលមានថវិកាធូរធារគាត់មិនព្រួយបារម្ភរឿងថវិកាអ្វីដែលគាត់ព្រួយបារម្ភគឺខ្លាចកូនគាត់មិនដល់គោលដៅដោយការសិទ្ធិមិត្តភ័ក្តិឬក៏ការបោះបង់ចោលការសិក្សាពាក់កណ្ដាលទីរីឯអាណាព្យាបាលដែលគាត់មិនសូវជាធូរធារថវិកាគាត់មានការខ្វះខាតគាត់មានក្តីបារម្ភដូចគ្នានឹងអាណាព្យាបាលដែលខ្ញុំនិយាយអំពីអ្នកមានថវិកាដូចគ្នាអញ្ចឹងក៏ប៉ុន្តែក្តីបារម្ភគាត់មួយទៀតដែលគាត់នៅឆ្ងាយពីកូនចំពោះអ្នកដែលចំណាក់ស្រុកគឺតាក់ទងទៅនឹងបញ្ហាក្តីបារម្ភព្រួយកូននៅតែឯងតើមានអ្នកណាមើលថែតើរៀនទាន់គេអត់តើកូនខ្ញុំមានបញ្ហាជួបប្រទះអីខ្លះនេះជាការព្រួយបារម្ភរបស់ឪពុកម្ដាយខ្ញុំចង់សួរសំណួរទៅកាន់បងប្អូនដែលជានិស្សិតហើយក៏ខ្ញុំចង់សួរសំណួរទៅកាន់អាណាព្យាបាលរបស់បងប្អូនតើធ្លាប់មានក្តីព្រួយបារម្ភអំពីការសិក្សារបស់កូនដែលពេលដែលយើងបញ្ជូនគាត់ចំណាក់ស្រុកទៅបន្តការសិក្សាតើក្នុងនាមយើងជាអាណាព្យាបាលឪពុកម្ដាយមានការព្រួយបារម្ភកម្រិតណាទី1ទី2ខ្ញុំចង់លើកបង្ហាញអំពីបញ្ហាប្រឈមរបស់បងប្អូននិស្សិតដែលគាត់ចំណាក់ចេញពីស្រុកឬក៏គាត់បន្តការសិក្សាពីវិទ្យាល័យមកមហាវិទ្យាល័យភាពខុសគ្នាហើយនឹងកត្តាដែលគាត់ជួបផលលំបាកជាច្រើនធ្វើឲ្យមានពេលខ្លះគាត់សឹងតែបោះបង់ចោលការសិក្សាដោយសារតែมันមានការលើកទឹកចិត្តដែលគាត់មិនបានដឹងនៅក្នុងនោះមានកត្តាជាច្រើនដែលអាចឲ្យយើងបោះបង់ចោលការសិក្សាទាំងពាក់កណ្ដាលទីដោយអារម្មណ៍ដោយប្រើអារម្មណ៍ដែលប្រើអារម្មណ៍ហើយនឹងការដែលយើងគិតខ្លួនឯងអញ្ចឹងអ្នកគ្រូនឹងមានវីដេអូបន្តទៀតដើម្បីបង្ហាញអំពីជីវប្រវត្តិរបស់អ្នកគ្រូតែម្ដងគឺបានជោគជ័យមករហូតដល់សប្តាហ៍ថ្ងៃនេះអាចខ្លាយខ្លួនទៅជាសាស្ត្រាចារ្យមួយដែលយល់អំពីបញ្ហាកត្តាផ្លូវចិត្តរបស់និស្សិតឬក៏បញ្ហាតាក់ទងទៅនឹងឪពុកម្ដាយឬអាណាព្យាបាលបងប្អូនជួបបញ្ហាប្រឈមដោយសារខ្ញុំខ្លួនឯងផ្ទាល់ជីវប្រវត្តិរបស់ខ្ញុំផ្ទាល់ដោយខ្ញុំមិនមានការលើកទឹកចិត្តខ្ញុំជោគជ័យដោយរស់នៅតែឯងដោយពុំមានអ្នកអប់រំណែនាំបង្ហាញផ្លូវដោយកត្តាលើកទឹកចិត្តខ្លួនឯងហើយមករហូតដល់សប្តាហ៍ថ្ងៃខ្ញុំអាចធ្វើបានជោគជ័យខ្ញុំនឹងចែករំលែកបទពិសោធន៍នេះទៅកាន់បងប្អូនទាំងអស់គ្នាហើយក៏ដូចជាធ្វើជាម្ដាយទី2ជួយសម្រាលបន្ទុកអំពីអាណាព្យាបាលរបស់បងប្អូនដែលគាត់មានក្តីបារម្ភចំពោះបងប្អូននៅពេលដែលចេញមកសិក្សានៅមហាវិទ្យាល័យខ្ញុំនឹងលើកទៅវីដេអូក្រោយៗបង្ហាញអំពីជីវប្រវត្តិខ្ញុំដែលជាកូនទូលដែលមិនមានការណែនាំបណ្ដៅអប់រំ
ពីនរណាម្នាក់សោះតែខ្ញុំអាចធ្វើដោយជោគជ័យបានខ្ញុំនឹងលើកនៅក្នុងវីដេអូក្រោយៗទៀតបង្ហាញប្រាប់ថាតើមានអ្វីខ្លះកន្លងចំពោះខ្ញុំទម្រាំខ្ញុំបានជោគជ័យដល់បច្ចុប្បន្នហើយក៏ជាសារមួយសម្រាប់ឪពុកម្ដាយរបស់បងប្អូនអំពីក្តីបារម្ភហើយក៏ជាសារមួយសម្រាប់បងប្អូនសម្រាប់ការលើកទឹកចិត្តមានន័យថាខ្ញុំចាំបាច់មានអ្នកណាម្នាក់ក៏យើងអាចឆ្ពោះទៅដល់គោលដៅរបស់យើងដែលយើងកំពុងតែបងដោយកត្តាខ្លួនឯងផ្ទាល់ណាអញ្ចឹងយើងនៅមានវគ្គបន្តទៀតនៅលើវីដេអូក្រោយៗសូមអរគុណ